មិនរួមតែពេលសុខម៉ាដាមដាកំពុងជួបភ្លៀងបេរីនៅក្បែរនាងជាប់សម្រុកជួយគូស្នេហ៍ឆ្លងកាត់បញ្ហាពិតណាស់ជុំវិញរឿងរ៉ាវរបស់អ្នកជំនួញអនឡាញល្បីឈ្មោះអ្នកនាងមេដែមដែលមហាជនអ្នកតាមដានលើបណ្ដាញសង្គមច្បាស់ជាបានជ្រាបខ្លះមកហើយនៅរឿងរ៉ាវពាក់ព័ន្ធនឹងហិរញ្ញវត្ថុការរកស៊ីរបស់អ្នកនាងរហូតធ្វើឲ្យមហាជនខ្លះបានប្រើពាក្យទៅកាន់នាងថាមានប្រហោងក្នុងយ៉ាងណាមិញក្រោយជួបវិបត្តិហិរញ្ញវត្ថុរបស់មេដែមដេហើយនោះថ្មីនេះគេបានឃើញប្អូនស្រីបង្កើតតែម្នាក់របស់មេដែមដេគឺអ្នកលក់អនឡាញល្បីដូចគ្នាអ្នកនាងមេដែមឆូដេក៏បានបង្ហោះសារបង្ហាញអារម្មណ៍និងកោះកាយពីផលវិបាករបស់បងស្រីដែលបានជួបប្រទះកន្លងមកពាក់ព័ន្ធនឹងបញ្ហាលុយកាក់រាប់សិបម៉ឺនដុល្លារផងដែរដោយឡែកញាតិទៅកាន់តារាសម្ដែងប្រុសបេរីគូស្នេហ៍របស់មេដែមដេឯណោះវិញមួយរយៈក្រោយពេលមិត្តស្រីជួបបញ្ហានេះដែរក៏មានមហាជនមួយចំនួនតូចលើកឡើងថាមិនយូរទេលោកនឹងទៅចោលនាងជាក់ជាមិនខានប៉ុន្តែអ្វីគឺផ្ទុយស្រឡះថ្មីនេះលើเพจលោកបេរីក៏បានបង្ហាញពីសកម្មភាពមួយចំនួនចង់បញ្ជាក់ថាបើទោះជាមានបញ្ហាអ្វីចំណងស្នេហ៍របស់លោកនិងមិត្តស្រីមិនប្រែប្រួលនោះឡើយលោកបេរីបានបង្ហាញនូវភាពមមាញឹកយ៉ាងខ្លាំងក្នុងការជួយការងាររបស់មេដែមដែលខណៈនាងបានដាក់លក់ផលិតផលឡាយឡុងខាតដើមដើម្បីទទួលបានចំណូលខ្លះក្នុងនោះលោកបេរីបានជួយការងារវេចខ្ចប់អីវ៉ាន់រួមជាមួយក្រុមការងារដទៃដោយមើលទៅជាផ្នែកមួយនៃការជួយទាំងកម្លាំងកាយចិត្តដល់មិត្តស្រីដែលកំពុងជួបបញ្ហា